Nhẹ mô tát sập hệ của vệ tao a ra hạ tao samma sambuddhassa nhẹ mô tát sập hệ của vệ tao a ra hạ tao samma sambuddhassa nhẹ mô tát sập hệ của vệ tao a ra hạ tao samma sambuddhassa nhẹ mặt hậu ratanatayassa khâm võ ame cha sôm nợ mát ca đói cầm bông anh trợ ly rùm đói nghệ cha chặt chấm puaព្រះអរហន្តសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅញយធម៌ដោយប្រពៃចំពោះព្រះអង្គមួយអន្លើដោយព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងប្រសាទនិកក្នុងត្រៃភពដើម្បីចម្លងសត្វទាំងឡាយចេញចាកអំពីភពទាំង3ទៅកាន់ព្រះនិព្វានដែលជាបរមសុខនិងព្រះអរិយសង្ឃដែលលោកប្រព្រឹត្តបរិបត្តិដោយត្រង់ដោយប្រពៃតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយសេចក្តីគោរពដ៏ពងពោះតតនន្តរង្គធម្មកថាទេសេសាមិបន្តអំពីបទនមស្ការដោយសេចក្តីសង្ខេបទៅនេះខ្ញុំបករុណាខ្ញុំបាទនឹងអរតនីនៅព្រះធម៌ជាធម្មកថាយកមកប្រកាសសម្ដែងក្នុងវេលាគ្រាបុណ្យតេខេណានុបទានដែលមានការប្រព្រឹត្តទៅជាបន្តប្រពចំពោះសពរបស់បងថាប់ចំផុនហៅបងប៉ុនដែលបានអនិច្ចកម្មទៅថ្មីនេះដោយរោគាពាធជាធម្មតាប្រពៃណីនៃពុទ្ធបរិស័ទក្នុងព្រះពុទ្ធសាសនាហើយក៏ត្រឹមត្រូវទៅតាមឱវាទដំបូលមានរបស់ព្រះសម្មាសម្ពុទ្ធផងនោះញាតិមិត្តបងប្អូនបានស្រស់ស្រួលគ្នាយ៉ាងណាចំណាយទ្រព្យសម្បត្តិមួយអន្លើដោយញាតិមិត្តទាំងឡាយផងដែរដើម្បីជាពិធីបុណ្យរឿងសំខាន់គឺចំពោះបុណ្យកុសលឧទ្ទិសចំពោះអ្នកដែលបានអនិច្ចកម្មទៅហើយនោះនឹងរឿងសំខាន់គឺបុណ្យកុសលសពគ្រប់ទាំងអស់នឹងយើងដែលជាអ្នកនៅរស់ជាបងជាប្អូនជាសាច់សន្តាននឹងលេងលោកយ៉ាងណាឲ្យតែបានបុណ្យអីក៏ដោយសរុបទាំងអស់ហើយឧទ្ទិសដៅបញ្ជូនទៅអ្នកដែលបានចែកឋានទៅហើយផងឬក៏បុគ្គលទាំងឡាយផ្សេងទៀតទាំងអស់ដែលជាអ្នកត្រាច់រង្គត់ក្នុងសង្សារវដ្តដើម្បីជាការត្រេកអរអនុមោទនីរឿងនេះជារឿងជ្រៅរឿងល្អិតល្អន់ក្នុងជីវិតនៃសង្សារវដ្តអាចធ្វើឲ្យបុគ្គលខ្វះឧបនិស្ស័យខ្វះបញ្ញាមិនបានពិចារណាយល់ដល់ហេតុផលនៃជីវិតក៏មិនបានជ្រាបច្បាស់អំពីដំណើរនៃជីវិតដែលមានការចុតិបដិសន្ធិគឺការស្លាប់ហើយនឹងកើតដែលជាផលវិបាករបស់កម្មធ្វើកិច្ចបដិសន្ធិហ្នឹងមិនត្រូវជាយល់ចូលចិត្តហើយក៏មិនបានជាជឿច្បាស់ដែរគ្រាន់តែជឿបន្តអន្សំតាមគេតាមឯងមិនប្រកបវិជ្ជាមិនច្បាស់លាស់ក្នុងចិត្តជួនកាលក៏នឹកឃើញថាបើសិនជាស្លាប់ទៅនឹងកើតទៀតមែនសូមឲ្យយ៉ាងនេះអាហ្នឹងវានៅក្នុងបើសិនណាបើសិនជាជាតិក្រោយមានមែនខ្ញុំសូមប្រាថ្នាយ៉ាងនេះយ៉ាងនោះអានឹងវានៅក្នុងបើសិនវាអត់ច្បាស់ថាក្រោយពីចុតិទៅវាត្រូវបដិសន្ធិដោយអំណាចកម្មជាបច្ច័យហ្នឹងវាអត់ច្បាស់ជួនកាលជុំគ្នាទៅក៏សួរថាស្លាប់ទៅកើតទៀតមែនអាហ្នឹងក៏នៅតែក្នុងមិនច្បាស់លាស់ក្នុងចិត្តជាវិជ្ជកិច្ឆាសេចក្តីនេះយ៉ាងណាតើតែរៀនតើតែស្ដាប់ហើយនឹងសិក្សាពិចារណាអំពីសំណាក់សប្បុរសសំណាក់ព្រះពុទ្ធសាសនាឲ្យយល់ច្បាស់អំពីរឿងវិបាករបស់កម្មនឹងបើនិយាយអំពីអកុសលវិបាកដែលជាផលដ៏ឆ្អិននៃអកុសលកម្មឯណាទីមួយក្នុងបណ្ដាអកុសលកម្មបទ10ដែលធំសំខាន់ណាស់ទេអកុសលកម្មបទ10ហ្នឹងកើតអំពីអកុសលចិត្ត12រួមជាមួយគ្នានឹងចេតសិកផ្សេងទៀតដែលនាំឲ្យមានជាអកុសលកម្មបទ10នេះជាអកុសលកម្មជាកម្មបច្ច័យនាំឲ្យមានអកុសលវិបាកអកុសលវិបាកមាន7ដួងអកុសលវិបាកចិត្តហ្នឹង7ដួងហើយចេតសិកហ្នឹងតាមចិត្តហ្នឹងចឹងទៅចំពោះអកុសលវិបាកចិត្ត7ដួងនេះមួយគឺចក្ខុវិញ្ញាណ
ដែលប្រកបដោយឧបេក្ខាវេទនាដឹងអារម្មណ៍មិនល្អមិនជាទីប្រាថ្នាពីរសោតវិញ្ញាណក្នុងការដែលឮនៅសំឡេងហ្នឹងប្រកបដោយឧបេក្ខាវេទនាឮសំឡេងដឹងសំឡេងហ្នឹងសំឡេងមិនល្អមិនជាទីប្រាថ្នា3ខៀនអ្នកវិញ្ញាណគឺការដឹងក្លិនវិញ្ញាណហ្នឹងផ្នែកខាងធំក្លិនប្រកបដោយឧបេក្ខាវេទនាដែរប៉ុន្តែក្លិនដែលដឹងហ្នឹងមិនល្អមិនជាទីប្រាថ្នាទេក្លិនហ្នឹងដែលខៀនអ្នកវិញ្ញាណជាអកុសលវិបាកបានធំហ្នឹងហើយទី4នោះជីវហាវិញ្ញាណក្នុងការដឹងរស់ប្រកបដោយឧបេក្ខាវេទនាហើយរស់ហ្នឹងរស់មិនល្អមិនជាទីប្រាថ្នាអារម្មណ៍របស់អកុសលវិបាកគឺសុទ្ធតែមិនល្អមិនជាទីប្រាថ្នាជាអនិច្ចារម្មណ៍ទាំងអស់5កាយវិញ្ញាណក្នុងការដឹងថាថាពៈក្តៅក្តីត្រជាក់ក្តីរឹងក្តីទន់ក្តីតឹងកម្រើកញ័រក្តីដែលកាយវិញ្ញាណបានដឹងហ្នឹងប្រកបដោយទុក្ខវេទនាព្រោះដោយអំណាចអារម្មណ៍ហ្នឹងជាមហាភូតរូបមិនមែនឧបាទេយរូបដូចជារូបារម្មណ៍សត្យារម្មណ៍គុណធារម្មណ៍រក្សារម្មណ៍ទេហើយបើថាដឹងឧបាទេយរូបអាហ្នឹងវាប្រកបដោយឧបេក្ខាវេទនាឥឡូវកាយវិញ្ញាណដឹងមហាភូតរូបជាអនិច្ចារម្មណ៍កាយវិញ្ញាណហ្នឹងជាអកុសលវិបាកត្រូវប្រកបដោយទុក្ខវេទនាហើយខ្ញុំបកណាខ្ញុំបាទហ្នឹងទេអញ្ចឹងទៅថាអញ្ចឹងទៅប្រគុណម្ចាស់ញាតិញោមអ្នកបានរៀនអញ្ចឹងស្ដាប់បានយ៉ាងស្រួលអាហ្នឹងអានិសង្ឃហ្នឹងអានិសង្ឃនៃការព្យាយាមស្ដាប់សិក្សារៀនសូត្រអញ្ចឹងទៅណាហើយបានអានិសង្ឃមកជាការស្ដាប់ប្រធមទេសនាហ្នឹងស្ដាប់បានបើមិនបានរៀនស្មានស្ដាប់បាននិយាយអញ្ចឹងទៅគ្រាន់តែលឺតែនៃសេចក្តីហ្នឹងលំបាកយល់ចូលចិត្តមិនដឹងថាហ្នឹងវាជាអកុសលវិបាកយ៉ាងម៉េចចឹងទេប៉ុន្តែទោះជាមិនដេចម្ដាឮម្ដងជាឧបនិស្ស័យសម្រាប់ឲ្យឮច្រើនដងតទៅទៀតចាប់ផ្ដើមពីឥឡូវហ្នឹងទៅអ្នកដែលនៅរស់ហ្នឹងវាមិនតាន់ពោះពេលអីហើយការពិចារណាយកនៃសេចក្តីក៏ជាឧបនិស្ស័យសម្រាប់ការយល់ចូលចិត្តនាថ្ងៃក្រោយដែរប៉ុន្តែបញ្ញាប់ណាស់ទេអត់មានបងឯងបងអង្គចាំចេះចាំចុះអីទេអានឹងសេចក្តីប្រមាទហើយចាំមិនបានជីវិតខ្លីណាស់តិចពេកហើយមិនទៀងពេលវេលាដែលត្រូវស្លាប់នោះទៀតហើយអកុសលវិបាកទី6គឺការទទួលនៅអារម្មណ៍មិនបានចាំទទួលថាមកអំពីបញ្ចវិញ្ញាណហ្នឹងវិញ្ញាណណាក៏ដោយវាខ្លីពេកអារម្មណ៍ហ្នឹងវានៅប្រកបនៅឡើយចឹងអកុសលកម្មហ្នឹងវាជាកម្មបច្ច័យញ៉ាំងវិបាកឲ្យកើតមួយខណៈទៀតបន្តអំពីចក្ខុវិញ្ញាណឬក៏បន្តអំពីសោតវិញ្ញាណឬក៏បន្តអំពីឃានវិញ្ញាណឬក៏បន្តពីជីវហាវិញ្ញាណឬក៏បន្តអំពីកាយវិញ្ញាណវាត្រូវកើតបន្តអញ្ចឹងចឹងទៅចិត្តមួយហ្នឹងឈ្មោះថាសម្បដិឆន្ទៈចិត្តប្រែមកថាទទួលនៅអារម្មណ៍បន្តអំពីបញ្ញវិញ្ញាណមានតែកន្លែងមួយហ្នឹងទេសម្បដិឆន្ទៈហ្នឹងដែលហៅថាជាវិបាកមនោធាតុព្រោះជាតិជាវិបាកក្នុងការដឹងនៅអារម្មណ៍ជាអនិច្ចារម្មណ៍អារម្មណ៍មិនល្អមិនជាទីប្រាថ្នាក៏វាជាអកុសលវិបាកដែរទៅអាហ្នឹងបើថាបញ្ញវិញ្ញាណហ្នឹងវាជាអកុសលវិបាកហើយសម្បដិឆន្ទៈដែលត្រូវកើតបន្តទទួលយកនៅអារម្មណ៍បន្តអំពីបញ្ញវិញ្ញាណហ្នឹងក៏ត្រូវតែអកុសលវិបាកដែរអញ្ចឹងហើយអកុសលវិបាកដែលទទួលនៅអារម្មណ៍បន្តអំពីបញ្ញវិញ្ញាណហ្នឹងប្រកបដោយឧបេក្ខាវេទនាអត់មានសុខទុក្ខអីទេក្នុងជីវិតជាប្រក្រតីរាល់ថ្ងៃហ្នឹងតែមានអញ្ចឹងប៉ុន្តែចំពោះការអប់រំសតិប្បដ្ឋានគឺសតិរលឹកត្រង់លក្ខណៈនៃការឃើញអញ្ចឹងទៅព្រោះវាមានរូបនឹងជាអារម្មណ៍ប៉ុន្តែវាមិនមែនមានតែចក្ខុវិញ្ញាណតែមួយទេវាមានសម្បដិឆន្ទៈបន្តអំពីចក្ខុវិញ្ញាណផងឬក្នុងការឮសំឡេងអញ្ចឹងទៅវាត្រូវមានសម្បដិឆន្ទៈបន្តអំពីសោតវិញ្ញាណអញ្ចឹងជាដើមហ្នឹងចំពោះអកុសលវិបាកទី6ធ្វើសម្បដិឆន្ទៈកិច្ចនឹងទទួលអារម្មណ៍ហើយរលត់ទៅអារម្មណ៍វាមិនតាន់បាត់ទៅទេវានៅមានអកុសលវិបាកមួយទៀតឃើញទេគឺសន្តិរណៈពិចារណាអារម្មណ៍សម្បដិឆន្ទៈនឹងគ្រាន់តែទទួលទេតាមិនបានពិចារណាអីតន់ធ្វើសម្បដិឆន្ទៈកិច្ចរលត់ទៅអកុសលវិបាកមួយទៀតកើតឡើងដោយអកុសលកម្មជាបច្ច័យឲ្យកើតវិបាកនឹងតទៅទៀតឃើញទេ3ខណៈជាប់គ្នាហ្នឹង3ខណៈហ្នឹងគឺបញ្ចវិញ្ញាណណាមួយខណៈមួយទៅរួចសម្បដិឆន្ទៈបន្តមកហ្នឹងខណៈមួយទៀតដែលត្រូវទទួលនៅអារម្មណ៍ហ្នឹងរួចបានពិចារណាអារម្មណ៍ហ្នឹងឯងតមកទៀតដោយឧបេក្ខាសន្តិរណៈ
ធ្វើសន្តិរណកិច្ចហ្នឹងមាន7ពិតនឹងប៉ុណ្្នឹងឯងអកុសលវិបាកមានតែ7ហ្នឹងទេខ្ញុំប្រកាសណាបាទរៀបរាប់ពីអកុសលវិបាកក៏ដូចជាវិបាកផ្សេងទៀតដែរដើម្បីឲ្យឃើញថាកម្មទាំងឡាយហ្នឹងវាតែនាំឲ្យមានវិបាកអញ្ចឹងយើងសិក្សាទៅក្នុងអកុសលវិបាកមាន7ដួងនេះអញ្ចឹងទេណាក្នុងភពទាំងអស់ហ្នឹងគឺថាសរុបមកឃើញថាវាមានអកុសលវិបាកមាន7តែប៉ុណ្្នឹងទេប៉ុន្តែកិច្ចរបស់អកុសលវិបាក7ហ្នឹងមានដល់ទៅ11កិច្ចចក្ខុវិញ្ញាណធ្វើទស្សនកិច្ចឃើញរូបមិនដែលល្អទេរូបមិនល្អរូបជាអនិច្ចារម្មណ៍រូបមិនជាទីប្រាថ្នានៅពេលឃើញរូបអញ្ចឹងកាលណាអាហ្នឹងកុំចាំបាច់បទុសរាយខឹងសម្បាអីជាមួយអ្នកដទៃអាហ្នឹងវាជាអកុសលវិបាកដែលអកុសលកម្មណាមួយហ្នឹងជាបច្ច័យឲ្យកើតឡើងប្រចាំវត្តដាក់អញ្ចឹងទេណាដែលសន្មតថាយើងម្នាក់ហ្នឹងគឺបានដីថាកម្មដែលយើងបានធ្វើយើងជាអ្នកទទួលនៅវិបាកកម្មនោះដោយខ្លួនឯងអាហ្នឹងនិយាយជាប់ដោយសន្មតទៅយើងនឹងឯងដែលបានធ្វើមកយើងអ្នកទទួលឬសំឡេងមិនល្អសោតវិញ្ញាណហ្នឹងធ្វើសវនកិច្ចស្ដាប់ឮសំឡេងមិនល្អមិនជាទីប្រាថ្នាសំឡេងជេរក្តីនិន្ទាក្តីឬសំឡេងយ៉ាងណាដែលកើតឡើងដោយអកុសលចិត្តបាបសំបីសំឡេងមនុស្សតែសំគួរនឹងសង្គ្រោះនៅក្នុងអនិច្ចារម្មណ៍ព្រោះមានអកុសលចិត្តជាសមុដ្ឋានឬក៏ថាជាសំឡេងសត្វតិរិឆានឬក៏សំឡេងសំណត់គម្រាមកំហែងអីយ៉ាងណាសំឡេងក្របគ្រឿងសត្រាវុធអីយ៉ាងម៉េចសោតវិញ្ញាណដែលឮហ្នឹងណាទេជាអកុសលវិបាកហើយក្នុងជីវិតរាល់ថ្ងៃហ្នឹងវាមានអញ្ចឹងណាហើយថាយើងមិនជឿយ៉ាងម៉េចអកុសលវិបាកហ្នឹងមិនបានមិនជឿក្នុងជីវិតរាល់ថ្ងៃហ្នឹងយើងចង់យើងធ្វើវាដែរហើយយើងហាមឃាត់បានទេបើថាយើងមិនធ្វើទេឲ្យហាមឃាត់បានទៅចុះធំក្លិនមិនល្អហ្នឹងហាមនឹងថាខឹងគេបតិចបន្ទុះដល់គេណាមកបន្ទោបងលំក់ស្អីឲ្យស្អីស្អាតអីចេញចុះខឹងសម្បាទៅអាហ្នឹងហាមបានទេមិនបានទេហើយកាលណាបើដឹងធัวទៅមិនខឹងនឹងណាទាំងអស់ឃើញទោសនៃវត្តដាក់រខៀននៅវិញ្ញាណដែលធំក្លិនមិនល្អហ្នឹងវាជាអកុសលវិបាកគឺជាផលដ៏ឆ្អិនឃើញទេនៃអកុសលកម្មដែលយើងបានធ្វើហើយហ្នឹងវាជាកម្មបច្ច័យឲ្យធំក្លិនមិនល្អអញ្ចឹងក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងហើយកាលណាបើយើងមិនខឹងមិនសម្បាអីចឹងទេស្ងប់រងាប់ទៅគេហៅថាអ្នកបានធัวមិនចាំបាច់ទៅរួយណាទេអញ្ចឹងណាសម្រានយប់អីកដោរត់រូចុះរូឡើងមិនដឹងរឿងធัวមិនដឹងសាច់ធัวអាហ្នឹងខឹងណាខំកដោហ្នឹងខំមែនទេណាដេកមិនលក់សម្រានមិនលក់ឯសារកដោហ្នឹងទៅរត់ដាក់ឆ្នាំពុលងាប់ទៅដាក់អង្គុកវិញទៅឃើញទេតាមពិតសោតវិញ្ញាណហ្នឹងគឺអកុសលវិបាកហើយរាល់ថ្ងៃហ្នឹងវាអញ្ចឹងហ្នឹងទេណាខៀនវិញ្ញាណឲ្យតែធំក្លិនមិនល្អជីវហាវិញ្ញាណដឹងរស់មិនល្អដែលធ្វើសាយនកិច្ចហ្នឹងដឹងរស់មិនល្អអត់មានបន្ទោសណាទេណាអត់បន្ទោសណាអត់ខឹងណាគឺនេះវាជាអកុសលវិបាកញាតិញោមស្ដាប់បានអកុសលវិបាកហ្នឹងអាហ្នឹងវាជាវិបាកណាដោយអំណាចអកុសលកម្មពីអតីតហ្នឹងជាកម្មបច្ច័យហើយកិច្ចទី5នោះថោសនកិច្ចដឹងថោថាពៈមិនល្អក្តៅក៏ក្តៅមិនល្អត្រជាក់ក៏ត្រជាក់មិនល្អមិនជាទីប្រាថ្នារឹងក៏រឹងមិនល្អមិនជាទីប្រាថ្នាទន់ហើយហ្នឹងក៏ទន់មិនល្អមិនជាទីប្រាថ្នាអញ្ចឹងហើយតឹងកម្រើកញោអីក៏មិនជាទីប្រាថ្នានាំឲ្យកើតទុក្ខវេទនាបើទៅជាលំបាកតាមផ្លូវកាយហ្នឹងជាមួយគ្នានឹងកាយវិញ្ញាណនឹងឯងដូច្នេះវាជាអកុសលវិបាកឥឡូវនឹងបន្ទោសរករឿងអីណាខឹងណាយ៉ាងម៉េចមិនកើតហើយនេះជាជីវិតប្រចាំថ្ងៃរាល់ថ្ងៃគ្រប់គ្នាអ្នកចេះធัวក៏មានអ្នកមិនចេះធัวក៏មានប៉ុន្តែបើអ្នកចេះធัวទៅយល់ចូលចិត្តទៅប្រព្រឹត្តបរិបត្តិអប់រំទូមានចិត្តហើយបើគ្រាន់តែចេះទេអត់មានបញ្ញាអប់រំទូមានចិត្តទេវានៅតែខឹងវានៅតែកើតជាអកុសលស្រឡាញ់ស្អប់ដោយប្រការផ្សេងព្រោះមិនដឹងថាវាជាវិបាករបស់កម្មអាហ្នឹងវានៅតែអញ្ចឹងចេះក៏ដោយមិនចេះក៏ដោយរឿងសំខាន់គឺចេះហើយមានបញ្ញាយល់ចូលចិត្តអប់រំទូលមានចិត្តនឹងឯងព្រោះចិត្តហ្នឹងមិនទូលមានមិនបានទេខូចណាស់កំពូលខូចគឺចិត្តរបស់យើងនឹងហើយម្នាក់គ្រប់គ្នាបើយើងពិចារណាចិត្តអ្នកដទៃមិនដឹងទេគឺពិចារណាចិត្តខ្លួនឯងរាល់ថ្ងៃអប់រំទូមានឲ្យបានល្អសន្សំបន្តិចទៅជាឱកាសដែលសម្រាប់ទូមានចិត្តសន្សំគុណធម៌ក្នុងសន្តានចិត្តហ្នឹងហ
ហើយកិច្ចមួយទៀតទី6សម្បដិឆន្ទកិច្ចទទួលនៅអារម្មណ៍ជារូបក្តីសម្លេងក្តីក្លិនក្តីរសក្តីផតថពៈក្តីទទួលបន្តអំពីបញ្ញវិញ្ញាណដែលបានធ្វើកិច្ចហើយនោះចឹងទៅរួចក៏រលត់អស់ទៅមានសល់អីទេសង្ខារធម៌ណាទេណាហ្នឹងកិច្ចទី7គឺសន្តិរណកិច្ចសន្តិរណកិច្ចហ្នឹងគឺបានសេចក្តីថាពិចារណាអារម្មណ៍ហ្នឹងបន្តមកទៀតជារូបក្តីសម្លេងក្តីក្លិនក្តីរសក្តីផតថពៈក្តីអាហ្នឹងគឺកិច្ចទី7កិច្ចទី8ដែលជាអកុសលវិបាកមនោវិញ្ញាណធាតុធ្វើតតិលំបនកិច្ចឃើញទេពីព្រោះអកុសលវិបាកទាំង7ហ្នឹងបើសង្គ្រោះនៅក្នុងធាតុគឺបានដល់ធាតុ7ចាំចឹងចក្ខុវិញ្ញាណគឺជាចក្ខុវិញ្ញាណធាតុហ្នឹងហើយសោតវិញ្ញាណធាតុឃានវិញ្ញាណធាតុជីវហាវិញ្ញាណធាតុកាយវិញ្ញាណធាតុរួចទៅសម្បដិឆន្ទៈហ្នឹងជាមនោធាតុបានសន្តិរណៈហ្នឹងជាមនោវិញ្ញាណធាតុមនោវិញ្ញាណធាតុដែលជាអកុសលវិបាកនេះធ្វើកិច្ច5ធ្វើកិច្ច5សន្តិរណៈកិច្ចហ្នឹងហើយបន្ទាប់អំពីខណៈចិត្តនឹងបានកំណត់ច្បាស់នៅអារម្មណ៍ដោយអហេតុកកិរិយាដែលធ្វើវោធបនកិច្ចរួចទៅបានជាវណ្ណកិច្ចជាវណ្ណកិច្ចនឹងក្នុងការដែលកើតឡើងទោះជាកុសលក្តីអកុសលក្តីអីជាដើមអញ្ចឹងអារម្មណ៍នឹងវាមិនតាន់រលត់អារម្មណ៍នឹងវាធំតាមបញ្ញទ្វានេះគេហៅថាអតិមហន្តារម្មណ៍វាអត់តាន់រលត់ទៅវាមិនតាន់អស់ទៅវានៅប្រកបជាអារម្មណ៍អញ្ចឹងបានអកុសលកម្មនឹងជាឱកាសទីណាជាកម្មបច្ច័យឲ្យកើតវិបាកដែលជាមនោវិញ្ញាណធាតុធ្វើតតិលំបនកិច្ចតតិលំបនៈហ្នឹងអាហ្នឹងវាជាកិច្ចទេហើយចំណែកអកុសលវិបាកដែលធ្វើតតិលំបនកិច្ចហ្នឹងវិបាកហ្នឹងឈ្មោះថាមនោវិញ្ញាណធាតុដែលជាអកុសលវិបាកអហេតុកៈអញ្ចឹងណាអាហ្នឹងវាជាវិបាករបស់កម្មហើយរឿងទាំងអស់នេះមានអ្នកណាហាមបានញាតិញោមស្ដាប់បានខ្លះមិនបានខ្លះអីគឺស្ដាប់ទៅព្រោះខ្ញុំប្រកាសណាខ្ញុំបាទហ្នឹងរៀបរាប់ឲ្យឃើញថាធัวហ្នឹងហាមមិនបានប៉ុន្តែវាមានរឿងសំខាន់ហ្នឹងចង់ជម្រាបញាតិញោមហ្នឹងពីនៃហ្នឹងទេចង់ជម្រាបអញ្ចឹងចក្ខុវិញ្ញាណមានទេមានមែនហាមបានទេហាមមិនបានទេចង់ឲ្យវាកើតឡើងទេថាមិនចង់ទេព្រោះដឹងអារម្មណ៍វាមិនល្អណាតែចង់ឃើញរូបមិនល្អស្មុកគ្រប់ឃើញលំក់ឃើញច្រំឃើញគ្រឿងសត្រាវុធឃើញសត្វទេឆានផ្សេងមិនចង់ទេប៉ុន្តែហាមវាមិនបានសោតតែវិញ្ញាណហ្នឹងដែលឮសំឡេងមិនល្អហ្នឹងហាមវាមិនបានប៉ុន្តែវាមានពិតឃើញណាវាមានពីរចំណុចហ្នឹងរបស់ហ្នឹងមានពិតហើយហាមកុំឲ្យកើតមិនបានបង្កប់បញ្ជាមិនបានឃានវិញ្ញាណក៏ដោយជីវហាវិញ្ញាណក៏ដោយកាយវិញ្ញាណក៏ដោយហើយសម្បរិឆន្ទៈហ្នឹងមិនទាំងដឹងថាមានមិនមានហ្នឹងឯងផងតើតរៀនបានចេះតាមរៀនហ្នឹងល្អិតអញ្ចឹងណាអកុសលវិបាកហ្នឹងហើយខ្ញុំបកករណាខ្ញុំបាទហ្នឹងចង់បញ្ជាក់ក្នុងរឿងអកុសលវិបាកទី7ដែលជាមនោវិញ្ញាណធាតុដែលធ្វើកិច្ចដល់ទៅ5យ៉ាងហើយរឿងធ្វើកិច្ចក្នុងទ្វាអានឹងវាមានសន្តិរណកិច្ចនិងតតិលំបនកិច្ចតាមបញ្ញទ្វាហើយនិងតតិលំបនកិច្ចក្នុងមនោទ្វាផងដែរគ្រាន់តែជ្រាបត្រួសអញ្ចឹងទៅប៉ុន្តែចំណុចសំខាន់ដែលខ្ញុំកណ្ដាលខ្ញុំបាទចង់បញ្ជាក់នោះគឺអកុសលវិបាកដែលជាមនោវិញ្ញាណធាតុនេះមិនមែនធ្វើត្រឹមតែសន្តិរណកិច្ចនិងតតិលំបនកិច្ចទេធ្វើបដិសន្ធិកិច្ចផងអញ្ចឹងចក្ខុវិញ្ញាណមានពិតយ៉ាងណាឃើញទេអកុសលវិបាកដែលជាមនោវិញ្ញាណធ្វើបដិសន្ធិកិច្ចក៏មានពិតដែរឃើញទេសោតវិញ្ញាណមានពិតយ៉ាងណាមនោវិញ្ញាណដែលជាអកុសលវិបាកនេះធ្វើបដិសន្ធិកិច្ចក៏មានពិតដែរហាមចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណដែលជាអកុសលវិបាកដឹងអនិច្ចារម្មណ៍មិនបានយ៉ាងណាក៏មិនអាចហាមមនោវិញ្ញាណដែលជាអកុសលវិបាកធ្វើបដិសន្ធិកិច្ចគឺហាមមិនបានដូចគ្នាហាមអត់បានទេណាចាអត់មានសមត្ថភាពនៃបុគ្គលណាអាចហាមបានទេកាលណាបើអកុសលកម្មជាបច្ច័យហើយនោះហើយកន្លែងបដិសន្ធិហ្នឹងនៅកន្លែងណាថានៅខាងមុខចតិអំពីទេវតាក៏ដោយកុំនិយាយត្រឹមតែមនុស្សក៏អាចបដិសន្ធិដោយអំណាចអកុសលវិបាកដែលជាមនោវិញ្ញាណធាតុនឹងបានដែរគឺធ្វើបដិសន្ធិកិច្ចបដិសន្ធិហ្នឹងគឺជាឈ្មោះកិច្ចទេតែតាមពិតវិបាកហ្នឹងវាជាអកុសលវិបាកប្រែមកថាផលដ៏ឆ្អិននៃអកុសលកម្ម
កើតឡើងចឹងតែម្ដងឃើញទេកើតឡើងចឹងតែម្ដងហើយជាមโนវិញ្ញាណធាតុធ្វើបដិសន្ធិកិច្ចដោយសេចក្តីថាតចំពោះនៅភពចាស់ហើយនឹងភពថ្មីបដិគឺថាជាការចំពោះប្រែមកថាចំពោះបដិសន្ធិប្រែថាតអានឹងវាជាឈ្មោះកិច្ចទេតែចិត្តនឹងវាជាអកុសលវិបាកកើតឡើងមុនដំបូងក្នុងកំណើតអបាយភូមិទាំង4ណាមួយអត់មានមនុស្សអត់មានទេវតាទេហើយតែអកុសលវិបាកដែលជាមโนវិញ្ញាណធាតុនឹងធ្វើបដិសន្ធិកិច្ចអត់មានមនុស្សទេវតាប្រអិនប្រព្រំទេមានតែនរកប្រែតិរច្ឆានអសុរកាយឥឡូវជឿហើយនៅជឿឬមិនជឿឥឡូវហ្នឹងហាមអកុសលវិបាកណាមួយបានឬមិនបានយើងសពថ្ងៃគ្រប់គ្នាទាំងអស់តែគ្នាហាមមិនបានយ៉ាងណាគឺវាត្រូវតែកើតឡើងយ៉ាងនោះទៅតាមអកុសលកម្មជាបច្ច័យឃើញហើយរាល់ថ្ងៃហ្នឹងណាហាមមិនបានចឹងដោយអំណាចអនិច្ចាអារម្មណ៍មិនល្អហើយគ្រប់គ្នាទាំងអស់ញឹកញាប់ណាស់ចក្ខុវិញ្ញាណសោតវិញ្ញាណធានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហ្នឹងញឹកញាប់សន្ធឹកសន្ធាប់ហូរហែរាល់ថ្ងៃចឹងឥឡូវនេះខ្ញុំប្រកាសថាខ្ញុំបាទនឹងមានការរៀបរាប់ធัวអានឹងនៅក្នុងរឿងអកុសលវិបាកដែលជាមโนវិញ្ញាណធាតុហ្នឹងញញោមស្ដាប់បានណាអកុសលវិបាកដែលជាវិញ្ញាណខណ្ឌជាមនីយតនៈហ្នឹងបើចាត់ទៅជាធាតុហ្នឹងជាវិញ្ញាណធាតុមាន7ហ្នឹងឥឡូវនេះរៀបរាប់អំពីអកុសលវិបាកដែលជាមโนវិញ្ញាណធាតុដែលធ្វើកិច្ច5គឺក្នុងទ្វារមាន2គឺសន្តិរណកិច្ចនិងតតេលំបនកិច្ចតតេលំបនៈហ្នឹងមកអំពីតាំងហើយនឹងអាលំបនៈតាំងប្រែថានោះអាលំបនៈហ្នឹងផ្លាស់មកជាអារម្មណៈទៅជាតតេលំបនៈហ្នឹងគឺបានន័យថាតោងយកនៅអារម្មណ៍នោះគឺអារម្មណ៍អីគឺអារម្មណ៍ដែលជាវ័នសោយហើយនោះឯងជាកិច្ចរបស់អកុសលវិបាកមโนវិញ្ញាណចឹងកើតឡើងបន្តអញ្ចឹងទៅវិបាកនៅតែជាវិបាកអញ្ចឹងញាតិញោមកុំឆ្ងល់វាគ្រាន់តែថាកិច្ចហ្នឹងវាផ្សេងគ្នាឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងវានៅតែខ្ញុំអញ្ចឹងប៉ុន្តែធ្វើកិច្ចហ្នឹងវាផ្សេងណាទៅធ្វើការរោងចក្រតកទៅរួចទៅចេញពីរោងចក្រតកទៅធ្វើក្នុងរោងចក្រសម្ពុតទៅចេញពីរោងចក្រសម្ពុតមករោងចក្រកញ្ចៅទៅហើយចេញពីរោងចក្រកញ្ចៅធ្វើកិច្ចអីផ្សេងទៀតក៏ធ្វើទៅតែខ្ញុំនឹងឯងយ៉ាងណាមិញអកុសលវិបាកមโนវិញ្ញាណមួយហ្នឹងធ្វើកិច្ច5ហើយឈ្មោះហ្នឹងគឺថាជាឈ្មោះរបស់កិច្ចទេតែអកុសលវិបាកហ្នឹងជាមโนវិញ្ញាណធាតុអញ្ចឹងណាបដិសន្ធិកិច្ចភវង្គកិច្ចហ្នឹងធម្មតាទេតែមានបដិសន្ធិវាត្រូវមានភវង្គតម្រង់ភពជាតិកំណើតឲ្យរស់នៅក្នុងអបាយភូមិមិនតាន់ទៅណាទេតែបដិសន្ធិហើយនៅនឹងហើយតើតែចុតិមួយទៀតអាហ្នឹងបានរបូតផុតពីកំណើតមួយប៉ុន្តែមិនប្រកាសជាថាមកមនុស្សទេណាមិនមែនរួចពីអបាយភូមិមកមនុស្សទេណារួចពីអបាយភូមិនៅអបាយភូមិនឹងទៀតក៏អាចប្រព្រឹត្តទៅបានគឺស្លាប់ពីក៏អាចប្រព្រឹត្តទៅបានគឺស្លាប់ពីអបាយភូមិបដិសន្ធិក្នុងអបាយភូមិរឿងហ្នឹងជាកិច្ចរបស់អកុសលកម្មដែលត្រូវធ្វើជាអនកកិច្ចយ៉ាងណាគឺត្រូវតែបដិសន្ធិក្នុងអបាយភូមិរឿយខ្ញុំប្រកាសខ្ញុំបានរៀបរាប់អំពីរឿងបដិសន្ធិក្នុងអបាយភូមិនៅក្នុងទេវទូតសូត្រព្រះសតន្តបិដកមជ្ឈិមនិកាយឧបរិបណាសកៈបិដកខ្មែរយើងលេខ27ក្នុងទេវទូតសូត្រប្រសូតនឹងសម្ដែងអំពីទេវទូត5យ៉ាងហើយអ្នកណាជាអ្នកសម្ដែងគឺព្រះអរហន្តសម្មាសម្ពុទ្ធជាស្ដេចនៃអ្នកប្រាជ្ញព្រះអង្គទ្រង់ត្រាស់ដឹងនៅធម៌ទាំងឡាយទាំងពួងហើយទ្រង់ប្រកាសសម្ដែងប្រុសសត្វលោកឈ្មោះថាទេវទូតសូត្រនឹងមានសម្ដែងអំពីទេវទូត5យ៉ាងមួយគឺជាតិ2គឺជារា3គឺជាអធិ4គឺអ្នកទោសត្រូវធ្វើទរណកម្ម5គឺមរណៈក្នុងបបញ្ចសោតនីអដ្ឋកថាទេវទូតសូត្រមជ្ឈិមនិកាយនេះបានសម្ដែងអំពីរឿងនៃរយិបាលហើយនឹងយមរាជនៃរយិបាលនេះអត្តកថាសម្ដែងថាមានពិតប្រកបជាសត្វជាបុគ្គលធ្វើបន់បានបន់ធ្វើបាបបានបាបគឺជាអ្នកនៅរក្សានរកហ្នឹងហៅថានៃរយិបាលដូចជាមនុស្សយើងមានអ្នកសម្រាប់ធ្វើទរណកម្មគេនៅក្នុងពន្ធនាគារនៅក្នុងគុកឬក៏មានពេជ្ជឃាតមានអីសូម្បីតែឋានមនុស្សយើងក៏មានដែរ
នរកហ្នឹងត្រូវតែមាននាយនៃរយិបាចឹងដែរជាអ្នកធ្វើទរណកម្មសត្វនរកចំណែកយមរាជគឺជាសត្វបុគ្គលមានពិតមានខណ្ឌបញ្ញកៈសន្មតថាយមរាជមានចឹងមែនមានពេលខ្លះសោយនៅសម្បត្តិទឹកវេមាននិកៈចឹងណាជាទឹកមានដើមកັບប្រព្រឹត្តមានទេពអក្សរជាទឹកមានពេលខ្លះក៏ទៅធ្វើជាស្ដេចយមរាជកាត់ទោសអ្នកដែលធ្លាក់នរកនោះក្នុងអត្ថកថាសម្ដែងថាមានពិតហើយបានលើកជាបញ្ហាថាតើក្នុងការដែលសួរចម្លើយនេះគ្រប់សត្វនរកទាំងអស់ឬអត្ថកថានោះលោកឆ្លើយប្រាប់ថាមិនគ្រប់សត្វនរកទាំងអស់ទេអ្នកខ្លះមានបាបកម្មខ្លាំងអត់លំបាកសួរទេគឺខ្សោយសេចក្តីទុកក្នុងនរកនោះតែម្ដងប៉ុន្តែអ្នកខ្លះមានទោសស្រាលស្រាលត្រូវនាំទៅកាន់សំណាក់យមរាជយមរាជនឹងមានទឹកចិត្តអាណិតសត្វនរកហ្នឹងទេជួយណាយមរាជនឹងមិនមែនកាចមិនមែនសាហាវទេជួយទេដែរជួយបានណាហ្នឹងមិនមែនជួយមិនបានទេហើយនិយាយដល់រឿងនរកហ្នឹងខ្ញុំនឹកបារម្ភញាតិញោមបងប្អូនស្ទើរក្នុងធัวអាហ្នឹងមិនជឿពេកមាត់ពេកកថាគ្រាន់តែថាទៅក្រែងលោវាមានទុកបាបដោយសារថាមិនព្រមជឿហើយពេកមាត់ពេកកចំអកដកលើយវាបាបថែមទៅទៀតបានជាខ្ញុំកណ្ណាចំបាតហ្នឹងរៀបរាប់អំពីអកុសលវិបាកខាងដើមហ្នឹងដល់យល់ថាធัวហ្នឹងវាជ្រៅហើយសឹងតែស្ដាប់មិនចង់បានដល់តែរៀនណាប៉ុន្តែឥឡូវបើមិនរៀបរាប់ពីអកុសលវិបាកសិនវាមិនច្បាស់លាស់នៅក្នុងរឿងនរកហ្នឹងពីព្រោះវាមានអកុសលវិបាកមនោវិញ្ញាណធាតុមួយហ្នឹងបើកុំតែមានមួយហ្នឹងអត់មានអបាយភូមិដល់តែសោះដល់ទៅវាមានមួយហ្នឹងហើយធ្វើបដិសន្ធិកិច្ចវាត្រូវមានអបាយភូមិហ្នឹងទៅអញ្ចឹងហើយហាមឃាត់មិនបានព្រោះអកុសលកម្មជាបច្ច័យអញ្ចឹងហើយចំពោះអ្នកដែលបដិសន្ធិក្នុងនរកដែលថាអ្នកហ្នឹងគឺសន្មតទៅលើអកុសលវិបាកដែលជាមនោវិញ្ញាណធាតុហ្នឹងហើយសន្មតវិញ្ញាណធាតុហ្នឹងមានចេតសិកកើតរួមជាមួយធ្វើកិច្ចបដិសន្ធិហើយសន្មតថាអ្នកកើតក្នុងនរកអញ្ចឹងទៅអញ្ចឹងណាសន្មតទេដូចជាអ្នកទោសចោលដែលត្រូវគេចាប់បានមានផោះតាងមានទ្រព្យសម្បត្តិនៅក្នុងដៃមិនចាំបាច់ដើម្បីថានឹងយកទៅសាកសួរអីម្ដេចម្ដាទេអាហ្នឹងត្រូវកាត់ទោសទាំងដងទៅជាប់គុកឬក៏ធ្វើទរណកម្មឬក៏សម្លាប់ទៅប៉ុន្តែអ្នកខ្លះវាមិនទាន់ច្បាស់លាស់ប៉ុន្តែក្នុងការដែលបដិសន្ធិក្នុងនរកនឹងហើយក៏ត្រូវមានការសាកសួរហើយនឹងមានការរំលឹកដាស់តឿនអំពីបុណ្យកុសលដែលធ្លាប់បានធ្វើហើយនោះឲ្យមានចិត្តត្រេកអរអនុមោទនីមានទេក្នុងនរកហ្នឹងគឺមានអញ្ចឹងក្នុងអត្ថកថាលោកសម្ដែងច្បាស់លាស់ណាហើយផ្ទៀងផ្ទាត់ទៅនឹងព្រះអភិធម្មទៅត្រូវជាជីវិតនៃសង្សារវដ្តនឹងអញ្ចឹងអ្នកខ្លះមិនចាំបាច់មានការសាកសួរអំពីទេវទូតទាំង5ហ្នឹងទេមិនចាំបាច់មានការសាកសួរទេណាប៉ុន្តែនឹករលឹកឃើញដោយខ្លួនឯងមានបរិសម្នាក់ហ្នឹងគាត់ឈ្មោះថាទីខៈកន្តៈគាត់នឹងកាលដែលនៅជាមនុស្សធ្លាប់បានបូជាដល់ព្រះចែកដីដែលដាក់ប្រធាននៃព្រះអរហន្តនៅសុមនៈគិរីវិហារធ្លាប់បូជាដោយសម្ពុតមានពួរក្រហមបូជាប្រចែកដីណាញាតិញោមធ្លាប់មានបូជាប្រចែកដីឬក៏ជ្រះថ្លានឹងប្រពុតបដិមាឬក៏មានការធ្វើនៅជ័យវរៈទានបូជាដល់ប្រតនាត្រ័យទេបរិះហ្នឹងក៏ធ្លាប់ធ្វើដល់ទៅពេលអកុសលកម្មឯណាផ្សេងអំពីបុណ្យហ្នឹងជាកម្មបច្ច័យញ៉ាំងអកុសលវិបាកមនោវិញ្ញាណឲ្យកើតឡើងព្រឹកអត់មាននរណាហាមឃាត់បានទេណាធ្វើកិច្ចបដិសន្ធិក្នុងនរកដោយអកុសលកម្មឯណានេះមួយដល់ទៅបដិសន្ធិក្នុងនរកកើតព្រឹកឡើងអត់មានចាំបាច់ពីកូនណាមកទេកើតព្រឹកឡើងអ្នកបដិសន្ធិកើតក្នុងនរកដូចគេច្រានទម្លាក់ទៅអញ្ចឹងណាឃើញភ្លើងនរកច្រាវរន្ទាលឡើងតែម្ដងដល់តែឃើញភ្លើងនរកច្រាវរន្ទាលអញ្ចឹងស្រាប់តែគាត់នឹកឃើញពន្លឺភ្លើងហ្នឹងក៏ហមគាត់នឹកឃើញដល់ទៅសម្ពុតដែលគាត់បូជាដល់ព្រះចែកដីនៅនឹងសុមនៈគិរីវិហារគាត់ឃើញអញ្ចឹងគាត់នឹកជ្រះថ្លាអនុមោទនាដល់កុសលដែលគាត់បានធ្វើដែរមិនមែនអត់ស្វះដែរដល់គាត់នឹកឃើញជ្រះថ្លាអញ្ចឹងស្លាប់ក្នុងនរកហ្នឹងទៅស្លាប់ក្នុងនរកហ្នឹងទៅបាត់ពីនរកកើតក្នុងទេវលោកណាទៅនរកតែមកផ្លេតនឹងឯងបានឃើញនៅភ្លើងនរកហ្នឹងនាំឲ្យនឹករលឹកឃើញដោយខ្លួនឯងអត់មានចាំបាច់អ្នកណាសួរទេនឹងអត្ថកថាបបញ្ញសោទនីនឹងលោកលើកឧទាហរណ៍នៅក្នុងទេវទូតសោតហ្នឹងបរិសម្នាក់ទៀតនោះអត្ថកថាលោកលើកឧទាហរណ៍ដែរលោកលើកឧទាហរណ៍អំពីបរិសម្នាក់ហ្នឹងបានប្រមូលកូនដោយរៀបចំធ្វើចៃវរប្រមូលកូនហ្នឹងចៃវរធ្វើអំពីសម្បកឈើ
ឃើញលោកកូននឹងស្លៀកស្បង់គ្រងជាពួរនឹងទៅនិមន្តទៅជាពួរនឹងរលាស់លឺសុកផ្លាច់លឺសូរអញ្ចឹងហើយដល់ទៅពេលគាត់ផ្លាប់ទៅបុណ្យនឹងវាមិនបានជាជាអ្នកកម្មឲ្យបដិសន្ធិណាអកុសលកម្មដែលគាត់ធ្វើមកសន្ធឹកទៀតនោះជាអកុសលកម្មមកបច្ច័យឲ្យអកុសលវិបាកមនោវិញ្ញាណណាធ្វើបដិសន្ធិកិច្ចក្នុងនរកនឹងដែរអញ្ចឹងណាក្នុងនរកនឹងរឿងបឋិជននឹងជាបរិយធ្ងន់ណាស់ក្នុងរឿងបដិសន្ធិណាប្រមាថមិនបានទេដែលមិនទាន់ប្រាស់ដឹងអរិយសច្ចធម៌ណាទេណាប្រមាថមិនបានសោះឡើយមើលតែព្រះនាងមលិកាធ្វើបុណ្យបណ្ណាបណ្ណៃជាមួយព្រះអរហន្តជាមួយនឹងព្រះសម្មាសម្ពុទ្ធដែលជាអកម្មេសីនៃប្របាទបសេនតិកោសលណាទេណាគ្រាន់តែធ្វើបាបក្នុងរឿងមួយនោះនឹកក្តៅក្រហាយរហូតស្លាប់ទៅធ្លាក់នរកដល់បានធ្វើបុណ្យជាមួយព្រះអរហន្តផងជាមួយព្រះពុទ្ធផងរឿងបឋិជនហ្នឹងចឹងណាទេណាត្រូវជាយាមដើម្បីត្រាស់ដឹងអរិយសច្ចធម៌បានរួចពីអបាយភូមិបរោះម្នាក់ហ្នឹងដែលអត្ថកថាលោកលើកជាឧទាហរណ៍មកសម្ដែងធ្លាក់នរកដល់បានបំពោះកូនហើយនឹងធ្លាក់នរកដល់បានដល់តែធ្លាក់ក្នុងនរកទៅលឺសូរអណ្ដាតភ្លើងនរកលឺសូរផ្លាច់ខេះឆាបមកនឹកឃើញដល់សំឡេងចៃវររបស់លោកកូនផ្លាច់និមន្តចុះឡើងជ្រះថ្លានឹងកុសលចេតនាដែលបានបំពោះកូនស្លាប់ពីនរកហ្នឹងបាត់ទៅកើតក្នុងទេវលោកដែរទៅហ្នឹងដោយសារមហាកុសលដែលកើតឡើងអនុមោទនីក្នុងនរកហ្នឹងទេណាអត់មានអ្នកណាឧទ្ទិសបុណ្យអីទៅគឺត្រេកអរដោយខ្លួនឯងអញ្ចឹងហ្នឹងគឺថាជាការនឹករលឹកឃើញហ្នឹងរួចពីនរករួចតែទៅពីទៅពះហ្នឹងឯងសន្ធឹកសន្ធាប់មិនមែនទៅឲ្យប្រកបជាយូរទេឲ្យតែបាននឹកឃើញបុណ្យកុសលឯណាហើយជ្រះថ្លាត្រេកអរនឹងបុណ្យកុសលដែលបានធ្វើនោះរួចតែដែរវាយ៉ាប់តែនឹកមិនឃើញហើយវាមិនបានធ្វើអីសោះហ្នឹងលំបាកហើយបុណ្យកុសលមិនដែលមានមិច្ឆាទិដ្ឋិរហូតមិនជឿបុណ្យមិនជឿបាបមិនគោរពចាស់ព្រឹទ្ធាចារ្យអ្នកមានគុណធម៌មិនគោរពបិតាបិតាវាមិនជឿទៅហើយបានអីនឹងបុណ្យកុសលទៅកើតអាហ្នឹងនឹកមិនឃើញទេហើយអកុសលវិបាកដល់វាមានពិតអញ្ចឹងដោះស្រាយយ៉ាងម៉េចទៅក្នុងនរកផងវាមានសុទ្ធតែអនិច្ចាអារម្មណ៍ហើយទុក្ខវេទនាជាប់តគ្នាដូចជាអវិជ័យនរកអីនេះប្រែមកថាมันមានរវាងចន្លោះនៃសេចក្តីទុក្ខណាទេណាហ្នឹងដូច្នេះបុណ្យកុសលនេះខានមិនបានទេណាទេណាខានមិនបានទេអាមាត្យម្នាក់នោះគាត់ក្រាន់បើដែរកាលដែលគាត់នៅជាមនុស្សបានយកផ្កាម្លិះណាដាក់ក្នុងឆ្នាំងក្អមគាត់បានយកទៅបូជាថ្វាយដល់ព្រះចែកដីព្រះរហន្តណាបានយកទៅបូជាអញ្ចឹងទៅហើយគាត់បានឧទ្ទិសនៅបុណ្យនឹងឯងដល់ដំណើរនៃអីទាំងអស់មួយអន្លើដោយស្ដេចយមរាជផងគាត់ឧទ្ទិសបុណ្យកុសលដល់ទៅស្ដេចយមរាជណាស្លាប់ទៅអកុសលកម្មឯណាផ្សេងដែលគាត់បានធ្វើដែរនោះជាជាអ្នកកម្មបច្ច័យឲ្យអកុសលវិបាកធ្វើកិច្ចបដិសន្ធិក្នុងនរកដែរដល់តែពេលបដិសន្ធិចឹងទៅភ័យខ្លាចតក់ស្លុតនឹកអីឃើញនឹកវាមិនឃើញទេភ័យខ្លាចណាស់សិតតែរូបមិនល្អសម្លេងមិនល្អភ្លើងសម្លេងគ្រឿងធ្វើនរណកម្មសពតែគ្រប់សម្លុតគម្រាមកំហែងកាប់ប្រហាលសពយ៉ាងណាកាយសាហាវមាននឹកអីឃើញភ័យញ័រប៉ុន្តែបាបកម្មដែលនាំឲ្យបដិសន្ធិនឹងវាតិចតួចក៏ត្រូវ